បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបានតិចតេតងជាមួយនឹងកម្មវិធី robot របស់យើងអញ្ចឹងខ្ញុំបានតេតងជាមួយនឹង robot 2021តែពិតឡើងហ្នឹងកម្មវិធី robot ចេញមកដល់ version ឆ្ងាយដែរហើយទៅ2025-26 version ថ្មីតែនេះស្រ័យទៅលក់ប្រើហើយខ្ញុំនៅប្រើ2021ដែរអញ្ចឹងrobot ពេលដែលយើងបើកមកគឺវាចេញផ្ទាំងបែបនេះហើយបើយើងមាន project គឺវា load មាន project recent project នៅឡើយនេះតែបើអត់មានទេគឺវាមានតែផ្ទាំងប្រហែលផ្ទាំងនេះទេអញ្ចឹងជាទូទៅយើងអាចចូលcell design ចឹងពេលចូលមកក្នុង cell design វាលោតផ្ទាំងបែបនេះហើយសម្រាប់កម្មវិធី robot ហ្នឹងចឹងខ្ញុំសូមបង្ហាញទាក់ទងជាមួយនឹង interface របស់វាតិចនៅក្នុងនេះ file new វាមានជា file ហ្នឹងគឺដូចទៅនឹងកម្មវិធីទូទៅ Word Excel អីដែរទេមាន new project open project save as មាន import មាន close មានអីចឹងហើយនឹងមាន project របស់យើងនៅខាងក្រោមហ្នឹងចឹង edit ទៅទៅជាមួយ edit យើងមាន undo redo cut copy paste អីហ្នឹងគឺនៅក្នុង edit ហើយយើងចង់ copy remove material អីនេះនៅក្នុងនេះហើយនៅក្នុងហ្នឹងមានedit ទៅជា filter 3D complex អីហ្នឹងមាននៅក្នុងហ្នឹងនិយាយចំនៅក្នុងនេះសម្រាប់ប្រើ copy move ឬក៏ divide ទៅលើ element របស់យើងអីគឺនៅក្នុងហ្នឹង extreme trim extend cut pollute intersect អីគឺនៅក្នុងនេះដោយឡែកកន្លែង view យើងមាន view ជា dynamic ជា 3D ជា 2D zoom in zoom out move ទៅលើ move ទៅក្រោមយើងអាចតេស្តបាននេះជាក់ស្ដែងខ្ញុំនឹងបង្ហាញលម្អិតនេះគ្រាន់តែជា interface មួយចំនួនរបស់កម្មវិធីទេហើយនៅក្នុង display នេះយើងមានច្រើនទៀតមាន bar number មានអីហ្នឹងពេលដែលយើងគូសជា bar របស់យើងមកយើងនឹងឃើញវាហើយកន្លែងនេះយើង high note បង្ហាញ note អីគឺនៅក្នុងនេះអញ្ចឹងgeometry នេះទាក់ទងជាមួយនឹង column beam wall ការគូស select element មកគូសអញ្ចឹងវានៅក្នុងនេះដោយឡែកload នេះពេលដែលយើងបង្កើតជាមួយនឹង model ហើយយើងបង្កើតឈ្មោះ load ដើម្បី apply load ទៅលើ structure របស់យើងសម្រាប់ analyze នេះវាអត់ទាន់បើកអត្រាទេដោយសារយើងអត់ទាន់មាន model អីអញ្ចឹងពេលដែលយើង model ហើយយើងអាច run check verification check ទៅលើការ model របស់យើងបាននៅក្នុង result ដោយសារយើងអត់ទាន់មានទេអញ្ចឹងបើកមកវាអត់មានអីទេ design វាចែកចេញជាពីរ design style ជាមួយនឹង design RC អញ្ចឹងនៅក្នុងនេះពេលដែលមាន model អាហ្នឹងយើងនឹងអាច check បានតាម element មួយបើសិនជាយើងចង់ចែកជា member របស់ style យើងធ្វើម៉េចចែកជា element RC របស់យើងមាន beam មាន column មាន slab មាន wall អីហ្នឹងយើង check ម៉េចហើយនៅក្នុងនេះយើងមាន dimension យើងអាចចាប់ຂະຫນាតបានចាប់ຂະຫນាតរបស់structure building របស់យើងបានអគាររបស់យើងបានហើយ snap យើងបិទបើក snap បន្ថែមយើងចង់បើកទាំងអស់ឬក៏យើងចង់បិទបើកបន្ថែមតែទីតាំងណាមួយដែលយើងចង់ប្រើនៅក្នុង snap នេះស្តៀងជាមួយនឹង AutoCAD ដែរដោយសារតែរបស់ Autodesk វាប្រហែលគ្នាទេការប្រើប្រាស់ snap ដោយឡែកsection define អីនេះយើងអាចបង្កើតបានបន្ថែមទៀតពេលដែលយើងmodel អគាររបស់យើងសម្រាប់កន្លែងផ្សេងយើងដូចជាមិនសូវប្រើទេ building soil នេះគឺបញ្ចូល layer របស់ដី design footing កន្លែងនេះយើងនឹងសិក្សាលម្អិតពេលដែលយើង model អគាររបស់យើងសម្រាប់ បន្តតបរឿងដែលយើងត្រូវធ្វើនៅនឹងនេះគឺ job preferences គឺបង្កើត
ឈ្មោះនៅក្នុងនេះពួកខ្ញុំមានឈ្មោះច្រើនដោយសារយើងបង្កើតប្រើច្រើនមកអញ្ចឹងយើងមាន C28 steel 235ទីហោអញ្ចឹងតកតងមួយຂະຫນាតគឺ structure dimension យើងយកជាម៉ែត្រប៉ុន្តែអានេះអាស្រ័យទៅលើអ្នកប្រើប្រាស់ទេយើងអាចយកជាអីក៏បានជាមីលីម៉ែត្រជា feet ជាសង់ទីម៉ែត្រជា inch តែនេះយើងអាចយកជាម៉ែត្របាន section dimension យើងយកមីលីម៉ែត្រ section property យើងអាចយកជាមីលីម៉ែត្រឬម៉ែត្រអាហ្នឹងអាស្រ័យនឹងការប្រើប្រាស់ប្រចាំរបស់យើងទេតើតើមួយ force ជាទូទៅគឺយើងដាក់ជាគីឡូញូតុនមួយម៉ងយើងឲ្យវាបង្ហាញជាគីឡូញូតុនម៉ែត្រប៉ុន្តែក៏យើងអាចដូរបានដូចគ្នាដែរយើងចង់ដូរនៅក្នុងហ្នឹងបន្ទាប់មកទៀត stress គឺយើងគីឡូញូតុនម៉ែត្រការ៉េឬក៏យើងចង់ដូរក៏មាន function ដូរដូចគ្នាហើយនេះជាកតុយក្រោយក្បៀសអញ្ចឹងយើងចង់បានប៉ុន្មានខ្ទង់2ខ្ទង់3ខ្ទង់ឬក៏1ខ្ទង់លេខកតុយបន្ថែមដោយឡែកនៅក្នុង other យើងមាន displacement យើងយកជាមីលីម៉ែត្រមកសូមមើលភាពដាបangle ratio យើងយកជា degree នេះយើងយកជា radian angle ដូចគ្នា temperature យើងយក farad អានេះដូចជាយើងអត់ដូរទេយើងយកតាមកូដដាក់មកគឺត្រូវតាម program manual របស់ program ចំពោះ unit ដូចបានបញ្ជាក់ length ប្រវែងយើងយកជាម៉ែត្រកម្លាំងយកជា newton mass យកជា kilogram ដោយឡែកចំពោះ material នៅក្នុងនេះយើង design តាម American standard អញ្ចឹងនៅក្នុង material យើងមានច្រើនទីហោខ្ញុំយក concrete 4អានេះជា manual របស់វាអញ្ចឹង concrete 4យើងអាចចូលទៅមើលបាន concrete 4ជា concrete អីគេទីហោ concrete 4នេះ 4KSI character របស់វា2757ជា cylinder អញ្ចឹងយ៉ាង modular របស់វាគឺប៉ុណ្ណេះអញ្ចឹង strength របស់វាប្រហែលនឹង27 megapascal ខណៈជា cylinder បើយើង design ជា cube យើង select cube តែជាទូទៅយើងធ្វើការ design ជា cylinder ហើយយើងចង់ទៅ30នេះអានេះ31អញ្ចឹងបើយើងចង់30យើងកែខ្លួនឯងកន្លែងនេះ30 megapascal ទីហោចឹងតកតងជាមួយនឹង material steel ដូចគ្នា steel មាន steel A36 នេះstrength របស់វាប្រហែលជា248 megapascal បើយើងប្របែកពី kilopascal មក megapascal ប៉ុន្តែជាទូទៅយើង design 235ហើយចំពោះកន្លែងផ្សេងគឺយើងអត់ដូរទេយើងដាក់តាម manual អានេះគ្រាន់តែឈ្មោះតំណាងទេ aluminum timber ឈើហើយ other អានេះយើងអាចបង្កើត material មួយចំនួនខ្លួនឯងបានអញ្ចឹងនៅក្នុងនេះយើងអាច select material មួយចំនួនមកប្រើចំពោះ database គឺយើងអត់ផ្លាស់ប្ដូរទេ design code កន្លែងនេះយើងមានកូដជាច្រើនយើងអាចយក ACI 318ឬក៏ ACI 2002ឬក៏យើង select ទៅជ្រើសរើសកូដបន្ថែមទៀតដោយសារនៅក្នុងនេះយើងមានកូដច្រើនយើងអាចយក ACI 31814ទីហោអញ្ចឹងអូខេនេះ14ប៉ុន្តែទូទៅខ្ញុំ command វាតាមនេះ ASCII 710 Snow ឬក៏ Winload យើងតាម ASCII 705យើងអាចទៅយក ASCII 710ទៀតក៏បានឬក៏រក្សាតាមនឹងក៏បាន ដោយឡែកចំពោះstructure analyze គឺយើងអត់ដូរទេយើងនៅរក្សាតាម manual ដដែលអញ្ចឹងក្រោយពីយើងបង្កើត material ជាមួយនឹងកំណត់ຂະຫນាតអីអស់យើងអាច save ឈ្មោះមួយបានឧទាហរណ៍ខ្ញុំ save ដាក់ឈ្មោះខ្ញុំទីហោថាចរ៉ាន់ C 30 MPa បូក steel 235ទីហោអញ្ចឹងយើង set វាជា current parameter ចេះមកអូខេអញ្ចឹងពេលដែលយើងបើក program យើងថ្មីមកយើងគ្រាន់ចូលកន្លែង top preference យើងចូល tool
ចូលចោល preference យើងយកឈ្មោះនឹងមកហើយបើយើងនេះយើងមានផ្សេងទៀតបើអត់ទាន់កំណត់គឺអត់ទាន់មានទេហើយយើងគ្រាន់តែអូខេមកបានចំពោះ add in និង window នេះគឺយើងអត់សូវនេះទេអានេះកន្លែងបង្កើត window បង្ហាញ window ចំពោះអានេះពី3នេះយើងអត់ពាក់ព័ន្ធទេដោយឡែកផ្នែកខាងស្ដាំនេះកន្លែងបង្កើត grid structure axis អញ្ចឹងយើងបង្កើត grid line x y z ជា building របស់យើងនៅទីតាំងកន្លែងនេះគឺយើងមានជា template សម្រាប់ជំនួយគូសចតាវលគូស element មួយចំនួនដែលស្មុគស្មាញវាមាន template ឲ្យមានត្រាស់មានអីដែរយើងអាចចូលមើលបន្ថែមបានអានេះជា manual ឲ្យទេសម្រាប់ polyline contour នេះអានេះយើងគូសជា line បិទចិត្តដូច common polyline របស់ AutoCAD ចឹងអានេះយើងអត់ទាន់ប្រើទេយើងគ្រាន់តែមកស្គាល់ interface របស់វាដល់ឡែកសម្រាប់ object នៅក្នុង object គឺយើងប្រើវាសម្រាប់គូស element កោងមូលឬក៏ extrude វាឲ្យចេញកម្ពស់ចេញរូបរាងតាម object របស់យើងអានេះនៅពេលដែលយើងប្រើប្រាស់ជួបយើងនឹងដឹងពីការប្រើប្រាស់ command ហ្នឹងសម្រាប់កន្លែង structure element នេះគឺសម្រាប់គូសយើងមាន column beam slab floor នេះគឺយើងគូសកម្រាលខណ្ឌអញ្ចឹងហើយអានេះចោះ opening យើងអាចចោះទាំង slab ចោះទាំងជាងបានដូចគ្នានៅចំពោះ node កន្លែងនេះគឺយើងបង្កើតជា node សម្រាប់ឲ្យយើងមានចំណុចចាប់អញ្ចឹងអានេះខ្ញុំនឹងបង្ហាញបន្ត panel កន្លែងនេះគឺតាក់ទងជាមួយនឹងកម្រាស់និងប្រភេទslab យើងបង្កើតមកយើងចង់ប្រើកម្រាស់ប៉ុន្មាន slab ប៉ុន្មានហើយយើងគូសវាជាអីគេជា cell ឬក៏ជា deck slab ឬក៏ slab rigid diagram អីហ្នឹងគឺក្នុងនោះសម្រាប់កន្លែងនេះគឺកន្លែងកើត section រឿង section ទាំងអស់បើយើងបង្កើតវានឹងចូលមកកន្លែងហ្នឹងយើងបង្កើត1មាន1 2 3 4យើង add មកយើងមានបន្តមករហូតហើយណាយើងអត់ប្រើទេយើងអាច delete វាចោលបានចុចខ្វែងមកវាសួរយើងលុបអត់នេះដោយសារយើងអត់ទាន់មានយើងអាចលុបចោលសិនក៏បានអញ្ចឹងតាក់ទងជាមួយ local plan អានេះគឺយើងបង្ហាញ local នៅលើផ្ទៃអគាររបស់យើងដើម្បីជាជំនួយក្នុងការគូសឬ apply បន្ទុកឬក៏ដាក់បន្ទុកអីផ្សេងតាមទិសដៅដោយឡែកសម្រាប់ plate ឬក៏ cell reinforcement type នេះសម្រាប់សូរឬក៏គណនាដែកអាហ្នឹងដែកកម្រាលខណ្ឌដែកជាងអាហ្នឹងយើងនឹងបង្ហាញបន្តសម្រាប់ bar section នៅក្នុងនេះយើងមានទាំងមុខកាត់ដែកមុខកាត់បេតុងមុខកាត់ timber ឈើ aluminum អីហ្នឹងគឺយើងនៅបង្កើតនៅក្នុងហ្នឹងយើងចង់បង្កើតជាដែក E ជា tube ជាអីហ្នឹងគឺអានេះគឺបណ្ដុំនៃរក្សាមុខកាត់ដូចគ្នាដែរឲ្យតែយើងបង្កើតមួយមកវាចេញមកបន្តហើយណាយើងអត់ប្រើទេយើងអាចលុបចេញបានហើយចំពោះ material កន្លែងនេះដូចតែគ្នាទៅនឹងការបង្កើតពី job reference ដែរយើង select material អីគេទៅលើ element ណាមួយទីហោសសរនេះយើងដើម្បីប៉ុន្តែយើងចង់ដូរ material របស់វាទៅ material 5ទីហោ apply ទៅវាស្គាល់ទីហោយើងគូសហើយយើងអត់បានកំណត់វាយើងមកដូរ change កន្លែងហ្នឹងបានកន្លែងនេះជា support យើងដាក់ support តាក់ទងជាមួយនឹង linear release អានេះយើង release moment ឬក៏ shear អីគឺនៅទីតាំងហ្នឹងដោយឡែកកន្លែងនេះ load tie នៅនេះនិង load tie នៅកន្លែងនេះគឺដូចគ្នាគ្រាន់តែមួយបង្ហាញនៅចំហៀងមួយបង្ហាញនៅខាងនេះនៅផ្ទាំងនេះគឺមាន moving load របស់បន្ទុករថយន្តមាន load pattern អីមួយចំនួនគឺយើងអាចមកមើលនៅខាងនេះ load report
ចំពោះកន្លែងនេះវាយ៉ាងច្រើនតិចsorry ធ្លាក់មកកន្លែងនេះយើងមានដូចជាមួយនឹងបណ្ដុំរបស់នេះទេគ្រាន់តែថាយកមកផ្ដុំនៅក្នុង structure definition យើងមាន node មាន bar មាន panel មានអីនេះជារបស់នេះទេជារបស់បរិយាខាងក្រៅនេះទេគ្រាន់ថាគេប្រមូលផ្ដុំយកមកដាក់នៅក្នុងនេះជា structure definition តែមួយអញ្ចឹងកន្លែងនេះតកតងជាមួយនឹង exploit drawing sorry ខ្ញុំដំ exploit វាចូលមកអញ្ចឹងទៅវិញ geometry នេះកន្លែង provide reinforcement RC អញ្ចឹងតកតងជាមួយនឹង interface របស់កម្មវិធី robot ហើយជាមានតែប៉ុណ្្នឹងចំបែការអនុវត្តអានឹងយើងនឹងងាយយល់ជាងតែសម្រាប់ការបង្ហាញជាប្រសិនដូចមានតែប៉ុណ្្នឹងទេខាងក្រោមនេះ node number បង្ហាញចំនួន node number គឺពេលយើងគូសមួយវាចេញ node number មួយអានឹងពេលអនុវត្តផ្ទាល់ខ្ញុំនឹងបង្ហាញបន្ថែម bar number របាមួយកើតចេញពី2 node ចុង node ដើមអញ្ចឹងអានេះវាពេលដែលយើងគូរបាមួយវានឹង load លេខ1ជា2តាមចំនួនរហូត support ដដែលទេអានេះ section បិទបើកមកកាត់អានេះ local system មានដូចគ្នាដដែល panel interior ដូចគ្នា load symbol អានេះបង្ហាញតម្លៃ load អញ្ចឹងដូចជាអស់ហើយសម្រាប់ interface របស់កម្មវិធី robot របស់យើងហើយដូចយ៉ាងវែងដែរជួបគ្នានៅវីដេអូបន្ទាប់អរគុណ